ជំរាបសួរលោកគ្រូនេះជាវីដេអូ lab ទី3តាក់ទងជាមួយនឹងការរ៉ាន់ទៅលើ service មួយចំនួននៅក្នុងLinux system ដើម្បីឲ្យវា connect ចូលមកកាន់ម៉ាស៊ីននៅខាងក្រៅអញ្ចឹងតាក់ទងជាមួយនឹងការ run command ទី1គឺ update នៅលើ Linux system របស់យើងគឺ sudo គឺ sudo apt updateតាក់ទងជាមួយនឹង command ទី2គឺយើងត្រូវ install នៅ ASH server អញ្ចឹងយើងវាយ command sudo systemctl អូច្រឡំ ctl អាហ្នឹង command បន្ទាប់នេះគឺ sudo apt install open SSH server ដែល open SSH server ហ្នឹងវាជា PK របស់ SSH server របស់យើងហ្នឹងយើងវាយមកចឹងតមកដកវាយនេះអូខេវាដានហើយអញ្ចឹងបន្ទាប់មកគឺតកតងជាមួយនឹង command បន្ទាប់គឺ sudo systemctl enable now តមក command បន្តគឺយើងឆែកទៅលើ status របស់វាថា pop មួយហ្នឹងវានៅរស់អត់វា active អត់អញ្ចឹងយើងវាយទៅលើ command sudo systemctl status ssh អូខេគឺវា active តមកយើងវាយទៅលើ command បន្ទាប់គឺfireware យើងឆែកទៅលើ fireware គឺ sudo ufw allow ssh អូខេត្រឹមត្រូវអស់ហើយអញ្ចឹងបន្ទាប់មកគឺយើងឆែកនៅលើ IP របស់វាឆែកលើ IP ដើម្បីយើងនៅពេលដែលយើង run យើងចូលទៅវាយនៅលើ Windows PowerShell យើងត្រូវតាក់ទងជាមួយនឹង IP របស់វាអញ្ចឹងយើងវាយ IP A enter អញ្ចឹង IP របស់យើងគឺនេះ 192.168.1.28 អញ្ចឹងនៅពេលដែលយើង run command ហ្នឹងអស់ហើយយើងចូលមកកាន់ម៉ាស៊ីនពិតរបស់យើងគឺឈរនៅលើ command ក៏បានឬក៏ Windows PowerShell របស់យើងក៏បានអញ្ចឹងទី1គឺយើងអញ្ចឹងបន្ទាប់មកជាដំបូងគឺយើងត្រូវ ping នៅលើ Windows របស់យើងសិនដើម្បីវាស្គាល់គឺ ping IP របស់យើងគឺ 192.168 ថ្មីគឺ ping 192ជាប់ណាំឡុក ping 192.168.1.28 enter គេអញ្ចឹងយើងឃើញថាយើង ping ទៅគឺវាស្គាល់តបមកយើងវាយទៅលើ command មួយទៀតគឺ ssh តបមកគឺ username របស់យើងគឺប្រណីមាសdot តមកយើងវាយលើ IP របស់យើងដែរគឺ 192.168.1.28 enter តមកយើងគ្រាន់តែវាយ yes
តមកយើង enter password របស់ username យើងសាថ្មីកែប្រែអូខេអញ្ចឹងមិនថាគឺវាចូលហើយអញ្ចឹងយើងឆែកវាទៅwho am I មួយទៀតគឺ host name host name host ទៅ host enter ចឹងតកតងជាមួយនឹងការងារ lab ទី3គឺមានតែប៉ុណ្្នឹងទេលោកគ្រូចឹងសូមអរគុណលោកគ្រូ